នេះបងប្អូននាំបងប្អូនមកស្គាល់អគារព្រះវិហារកាតូលិកនៅក្នុងប្រទេសអ៊ីតាលីគឺជាគេហៅថា headquarter នៃប្រទេសរ៉ូមអ៊ីតាលីក្នុងទីក្រុងរ៉ូមហ្នឹងបងប្អូនឈ្មោះថា Vatican ណា Vatican ហ្នឹងគឺជាអគារឈើកាតូលិករបស់រ៉ូម៉ាំងណាបងប្អូនហើយអគារហ្នឹងគឺជាកន្លែងរស់នៅរបស់សម្ដេចសង្ឃរាជប៉បសម្ដេចសង្ឃលក្ខណៈសម្ដេចសង្ឃពិភពលោកប៉បគេអាសានិយាយសម្ដេចសង្ឃណាសម្ដេចសង្ឃប៉បហ្នឹងគឺគាត់រស់នៅក្នុងអគារ Vatican ហ្នឹងបងប្អូនអគារ Vatican ហ្នឹងហើយនៅម្ដុំហ្នឹងគឺយើងឃើញណាំណាដូនជីស្លៀកពាក់ក្របក្បាលហ្នឹងច្រើនណាហើយយើងដែលដឹងថៃខ្ញុំមកហ្នឹងបងប្អូនมันអាចចូលទៅមើលបានចិត្តទេដោយសារអីគេដោយសារមនុស្សច្រើនពេកគេថាបើយើងចង់ចូលទៅយើងធ្វើឈរជំរាបជួចាំ2ម៉ោងប៉ុន្តែយើងដើរជុំវិញសងខាងនឹងបានយើងដើរបានដល់សងខាងមើលហើយមើលអាគារគេខ្ពស់ហើយណាវាប្លែកហើយធំទលាយណាស់ហើយច្រកចូលគាត់ទៅចូលនៅកន្លែងហ្នឹងគឺ2 3កន្លែងបងប្អូន2 3កន្លែងច្រកចូលហើយពេញទាំងអស់ហើយយើងអត់បានចូលទៅដល់ក្នុងហើយខាងក្រោយនៅអាគារផាកអីដើម្បីមើលឲ្យបានសពទេបងប្អូនដោយសារមនុស្សច្រើនពេកហើយគេបិទផ្លូវមិនឲ្យយើងចូលទេបើកាលណាយើងចង់ចូលតើយើងទៅឈរតម្រិបជួរហើយដឹងស្រាប់ហើយយើងមានកូនក្មេងហើយនេះអាកន្លែងរូបទូកនៅខាងមុខអាគារហ្នឹងបងប្អូនអាហ្នឹងគឺនេះគេដាក់ថាពួកចម្លៀសខ្លួនពួកដែលជនអន្តោប្រវេសន៍រត់ចូលប្រទេសអ៊ីតាលីតាមរយៈទូកហើយគេធ្វើជាចម្លាក់អញ្ចឹងប្រវត្តិសាស្ត្រអ៊ីតាលីបងប្អូនហើយណាវាធំហើយមនុស្សទេសចរច្រើនណាបងប្អូនតែគេអត់លក់សមុទ្រទេតែបើយើងចង់ចូលទៅក្នុងហ្នឹងអត់លក់សមុទ្រទេកន្លែងខ្លះអត់លក់សមុទ្រទេបើកន្លែងដូចជាប៉ូឡូហ្សូមអាហ្នឹងគេលក់សមុទ្រចូលកន្លែងនេះគេអត់លក់សមុទ្រទេប៉ុន្តែយើងត្រូវទៅព្យាយាមឈររងចាំបងប្អូនបើមនុស្សឈរចាំនឹងយើងអត់ចូលទៅខាងក្នុងណាយើងនឹងឈរចាំចូលទៅខាងក្នុងណាហើយយើងដើរបានដល់សងខាងនឹងហើយនឹងមិនមែនមកច្រកឯណាបងប្អូនដែលឈរសម្រាប់ជួរហ្នឹងមានអាច្រកមួយទៀតអូថាដល់កាលណាបានចូលទៅដល់ហើយកូនក្មេងខ្ញុំដើរមួយក្មេងមិនអានស្រួលទេកូនវាមិនសប្បាយចិត្តព្រោះវាត្រូវឈរចាំយូរអីនោះមួម៉ៅវាអញ្ចឹងទៅយើងបានមើលទៅខាងបងប្អូនហ្នឹងគឺជាកន្លែងដែលសម្ដេចសង្ឃរាជប៉បរស់នៅសម្ដេចសង្ឃរាជប៉បដែលគេល្បីថាសម្ដេចសង្ឃពិភពលោកដែលហ្នឹងហើយរស់នៅហ្នឹងបងប្អូនឈ្មោះថា Vatican ទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីហើយសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូននៅដើរកំសាន្តអ៊ីតាលីហើយចាំខ្ញុំធ្វើនៅកន្លែងសំខាន់ផ្សេងទៀតហើយបងប្អូនមើលអាគារនៅប្រទេសអ៊ីតាលីទីក្រុងរ៉ូមហ្នឹងណាហើយទីក្រុងហ្នឹងមិនមែនសម្រាប់ក្មេងទេបងប្អូនមកថានាំកូននាំអីទៅអីគឺវាធុញណាវាសិតតែជាកន្លែងបុរាណណាមិនមែនជាកន្លែងសម្រាប់ក្មេងអីអាចដើរមើលទៅសប្បាយអីស្រស់ស្រាយទេកន្លែងមានទឹកមានអីទេព្រោះកន្លែងហ្នឹងវាជាកន្លែងគេហៅថាបរមបុរាណណាទីក្រុងរ៉ូម៉ាំងអូខេអរគុណច្រើនបងប្អូនវីដេអូមានតែប៉ុណ្្នឹងអរគុណ